ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel Two Brother សង្ខេបរឿងថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយករឿងមួយដែលមានចំណងជើងថា Rebel Rich មកសង្ខេបជូនបងប្អូនស្ដាប់ដែលសាច់រឿងមួយនេះគឺនិយាយអំពីភាពអយុត្តិធម៌ដែលបានកើតឡើងលើអតីតទាហានជើងទឹករបស់សហរដ្ឋអាមេរិកម្នាក់ដោយសារតែភាពលោភលន់របស់ពួកប៉ូលីសពុករលួយក្នុងតំបន់ដល់ថ្នាក់ធ្វើឲ្យប្អូនប្រុសជីដូនមួយរបស់គាត់ត្រូវបានបាត់បង់ជីវិតហើយចង់ដឹងថាអតីតទាហានម្នាក់នេះធ្វើការសងសឹកជាមួយនឹងក្រុមប៉ូលីសពុករលួយទាំងនោះដោយរបៀបណានោះសូមចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងគឺត្រូវបានចាប់ផ្ដើមឡើងដោយកំឡោះសង្ហា Terry ដែលជាតួឯករបស់យើងនឹងកំពុងតែជិះកង់របស់គាត់ដើម្បីធ្វើដំណើរទៅកាន់កន្លែងតុលាការគាត់កំពុងតែជិះតែឯងសុកក៏ស្រាប់តែមានឡានប៉ូលីសក៏បានបើកមកបុកគាត់ពីក្រោយតែម្ដងដែលធ្វើឲ្យគាត់ធ្លាក់ពីលើកង់របស់គាត់ប៉ូលីស2នាក់ក៏បានចុះមកតែមិនមែនចុះមកជួយ Terry នោះទេគឺចុះមកហើយចាប់ Terry វាយខ្នោះថែមទៀតដោយប៉ូលីសចោទថា Terry នឹងមើលទៅដូចជាសង្ស័យថាកំពុងតែរត់គេចពីអ្វីម្យ៉ាងមិនតែប៉ុណ្ណោះពួកគេក៏បានធ្វើការឆែកឆេរសម្ភារៈផ្ទាល់ខ្លួននិងរកឃើញមានលុយមួយចំនួនរបស់ Terry ដែលពួកគេសង្ស័យថាលុយនឹង Terry បានលួចឬមួយក៏ជាលុយខុសច្បាប់ប៉ុន្តែ Terry ក៏បញ្យល់ទៅថាលុយនឹងគឺគេមានបំណងយកវាដើម្បីទៅលាស់ប្អូនជីដូនមួយរបស់គេដើម្បីបានចេញពីគុកតែប៉ុណ្ណោះប៉ូលីសទាំងពីរនាក់ក៏មិនបានប្រគល់លុយនឹងឲ្យទៅ Terry វិញនោះទេពួកគេថាបើ Terry ចង់បានលុយនឹងវិញចាំតែយកនៅប៉ុស្តិ៍ប៉ូលីសនៅថ្ងៃក្រោយទៅ Terry ក៏ត្រូវបង្ខំចិត្តទៅកន្លែងតុលាការដោយដៃទទេហើយគេក៏បានរៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងប្រាប់ទៅកាន់លោកអ៊ីលៀតដែលជាមេធាវីនៅទីនោះប៉ុន្តែលោកអ៊ីលៀតនឹងគឺមិនខ្វល់នោះទេគាត់គ្រាន់តែប្រាប់ថាបើចង់ជួយប្អូនជីដូនមួយរបស់ឯងត្រូវទៅរកលុយដើម្បីយកមកលាស់គេបន្ថែមវិញមកនៅពេលនោះក៏មានមេធាវីស្រីម្នាក់បានមកនិយាយរាក់ទាក់ជាមួយនឹង Terry ដែលនាមមានឈ្មោះថា Summer បាននិយាយបញ្យល់ទៅកាន់ Terry ថាបើលោកចង់បានលុយពីខាងប៉ូលីសត្រឡប់មកវិញហ្នឹងគឺត្រូវប្រើរយៈពេលយូរបន្តិចព្រោះត្រូវការឲ្យលោកមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាលុយហ្នឹងជាលុយរបស់លោកស្របច្បាប់ហើយវាក៏មានភាពស្មុគស្មាញផងដែរព្រោះចំនួនទឹកលុយរបស់លោកក៏មានចំនួនច្រើនទៀត Terry ពេលនេះគេមិនអាចចាំយកលុយរបស់គេមកវិញនោះទេគេត្រូវតែរកលុយមកបន្ទាន់ដើម្បីប្រញាប់ទៅលាស់ប្អូនប្រុសរបស់គេមុនពេលប្អូនរបស់គេត្រូវផ្ទេរទៅកាន់គុកមួយផ្សេងទៀត Terry ក៏បានតាក់ទងទៅម្ចាស់អាហារដ្ឋានជនជាតិចិនម្នាក់ដែលមានឈ្មោះថា Mr. Lu ដើម្បីខ្ចីប្រាក់ពីគាត់ហើយ Mr. Lu គាត់ក៏យល់ព្រមឲ្យ Terry ខ្ចីលុយផងដែរយប់នឹង Terry គឺមិនមានលុយដើម្បីស្នាក់នៅផ្ទះសំណាក់នោះទេគេត្រូវបង្ខំចិត្តគេងនៅក្នុងព្រៃហើយគេក៏បានឆែកមើលអំពីទីតាំងស្នាក់ការរបស់ពួកប៉ូលីសដែលបានយកលុយរបស់គេផងដែរស្អែកឡើង Terry ក៏បានទៅកាន់កន្លែងស្នាក់ការប៉ូលីសនោះហើយគេក៏បានជួបជាមួយនឹងប៉ូលីសស្រីម្នាក់ដែលមានឈ្មោះថា Jessica ដើម្បីប្តឹងយកលុយរបស់គេត្រឡប់មកវិញពេលហ្នឹងស្រាប់តែប៉ូលីស Steve ដែលជាថ្នាក់លើរបស់ Jessica ក៏បានចេញមកនិយាយបែបឌឺដងទៅកាន់ Terry ហើយមេបញ្ជាការដែលមានឈ្មោះថាលោក Sandy ក៏បានចេញមកនិយាយបន្ថែមថាឲ្យ Terry ហ្នឹងគឺព្យាយាមរត់គេចចេញពីប៉ូលីសប៉ុន្តែពេលហ្នឹងគឺ Terry គឺជិះកង់តែគេហ្នឹងគេមិនបានរត់គេចពីអ្វីឡើយព្រោះគេមិនមានធ្វើអ្វីខុសច្បាប់នោះទេទោះជាយ៉ាងណាក៏គេនិយាយមិនឈ្នះពួកប៉ូលីសអស់ហ្នឹងដែរដោយសារតែពួកអស់ហ្នឹងអាងអំណាចចង់ធ្វើស៊ីលុយរបស់ Terry នឹងឯង Terry គេមិនចង់មានបញ្ហាច្រើនទេគេសុំត្រឹមតែ$1,000មកវិញបានហើយគេត្រូវការប៉ុណ្ណឹងដើម្បីជួយប្អូនប្រុសហើយនៅសល់ប៉ុន្មានឲ្យខាងប៉ូលីសនឹងយកចុះលោក Sandy ក៏យល់ព្រមហើយក៏ណាត់ឲ្យ Terry នឹងមកជួបគាត់ម្ដងទៀតនៅថ្ងៃបន្ទាប់ពេលជួបគ្នាម្ដងទៀតមេប៉ូលីស Sandy នឹងគឺចង់ធ្វើបាប Terry តែប៉ុណ្ណោះគាត់មិនបានឲ្យលុយទៅកាន់ Terry ទេហើយថែមទាំងប្រាប់ថាប្អូនប្រុសរបស់គេពេលនេះកំពុងតែនៅតាមផ្លូវបញ្ជូនទៅកាន់គុកផ្សេងហើយ Terry ក៏ប្រញាប់ធាក់កង់យ៉ាងលឿនដើម្បីទៅឲ្យតន់ដំណើរប្អូនគេក៏បានប្រាប់ឲ្យទ្រាំបន្តិចទៅគេនឹងរកលុយមកលាស់ប្អូនរបស់គេឲ្យមានសេរីភាពឡើងវិញជាមិនខាន Terry ក៏បានតាក់ទងទៅកាន់ Mr. Lu ម្ដងទៀតដើម្បីណាត់ជួបគាត់ប៉ុន្តែ Mr. Lu ក៏បានប្រាប់ថាពេលនេះគាត់មិនអាចឲ្យលុយទៅកាន់ Terry ខ្ចីបាននោះទេដោយសារតែក្រុមប៉ូលីសរបស់លោក Sandy នឹងបាននៅខ្លងមើលហាងរបស់គាត់ជាប់តែម្ដងនិយាយទៅគឺពួកប៉ូលីសនឹងមានបំណងធ្វើបាប Terry ដែលមិនដឹងអីសោះតែម្ដង Terry ក៏បានទៅសុំជំនួយពី Summer ម្ដងទៀតព្រោះគេទាល់ហើយពេលនេះ Summer នាងក៏អាណិតទៅកាន់ Terry ណាស់ដែរប៉ុន្តែមិនអាចជួយអ្វីបាននោះទេនៅខាងប៉ូលីសពេលនេះពួកប៉ូលីសនឹងក៏បានឆែកមើលប្រវត្តិរបស់ Terry ហើយក៏បានឃើញថាគេធ្លាប់វឹកហាត់នៅក្នុងជួរកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកពីមុនមកពេលនោះ Terry ក៏បានធាក់កង់មកឈរនៅពីមុខប៉ុស្តិ៍ប៉ូលីសតែម្ដងហើយដោយគិតថា Terry គេធ្លាប់ជាទាហានប៉ុន្តែគេមិនដែលធ្លាប់ចូលក្នុងសមរភូមិពីមុនមកលោក Sandy ក៏បានដើរចេញមកនិយាយជាមួយនឹងគេបែបឌឺដងថាជាទាហានប៉មអីចឹងទៅហើយលុយអីហ្នឹងគាត់នឹងមិនឲ្យទៅ Terry វិញសូម្បីតែមួយកាក់មួយសេន Terry ទ្រាំលេងបានទៀតហើយគេក៏បានចាប់លោក Sandy ធ្វើជាចំណាក់ខ្មាំងហើយក៏បានភ្ជង់ឲ្យគាត់នាំគេទៅក្នុងប៉ុស្តិ៍ប៉ូលីស Terry ក៏បានឲ្យ Jessica ចងលោក Sandy ជាមួយនឹងប៉ូលីស Steve នៅលើតុហើយគេក៏បានឲ្យ Jessica
ចូលទៅបន្ទប់ទុកដាក់ផោះតាំងដើម្បីយកលុយមកឲ្យគេវិញ Terry ក៏បានឲ្យ Jessica នឹងធ្វើជាចាប់ខ្លួនដើម្បីពេលគេចេញមកវិញហ្នឹងកុំឲ្យមានការផ្ទុះអាវុធពីសំណាក់ក្រុមប៉ូលីសផ្សេងទៀតដែលនៅខាងក្រៅហើយ Jessica មើលទៅក៏រៀងអាណិតទៅកាន់ Terry ដែរនាងក៏បានជួយបើកឡានជូនគេចេញមកវិញថែមទៀតផង Terry ក៏ប្រញាប់ជិះកង់បន្តដើម្បីយកលុយមកឲ្យ Summer ជួយប៉ុន្តែគេក៏ត្រូវបានក្រុមរបស់លោក Sandy បាញ់កំភ្លើងឆក់ឲ្យសន្លប់ផងដែរ Terry ក៏បានដឹងខ្លួនមកនៅបន្ទប់ក្រោមដីសម្ងាត់មួយហើយលោក Sandy ក៏បានមកយក Terry ទៅកាន់មន្ទីរពេទ្យដែលប្អូនរបស់គេកំពុងតែនៅក្នុងនឹងផងដែរលោក Sandy ក៏បាននិយាយប្រាប់ទៅកាន់ Terry ថាគាត់មិនចង់ធ្វើអញ្ចឹងទេប៉ុន្តែរាល់ថ្ងៃហ្នឹងបើមិនធ្វើអញ្ចឹងគាត់គឺគ្មានលុយចិញ្ចឹមគ្រួសារទេព្រោះថាសពថ្ងៃហ្នឹងពឹងតែប្រាក់ខែគឺមិនគ្រាន់ឡើយគាត់ក៏បានប្រគល់នៅសម្ភារៈរបស់Terry នឹងឲ្យទៅគេវិញហើយគាត់ក៏បានដាក់លក្ខខណ្ឌជាមួយនឹង Terry ថា Terry មានជំរើសពីរទី1គឺយករបស់ហើយចាក់ចែងឲ្យឆ្ងាយពីក្រុងនេះហើយទី2គឺនៅទីនេះប៉ុន្តែគេនឹងត្រូវជាប់គុកជាមិនខានហើយគាត់ក៏បានថែមទៀតថាប្អូនប្រុសរបស់ Terry នឹងប្រហែលជាចិត្តស្លាប់ហើយដោយសារតែគេត្រូវបានពួកអ្នកទោសបានវាយធ្វើបាបគេឲ្យរបួសធ្ងន់ធ្ងរនៅក្នុងគុកគ្រាន់តែលើបែបហ្នឹងហើយ Terry ក៏ស្រក់ទឹកភ្នែកតែម្ដងដោយសារតែប្អូនប្រុសរបស់គេគឺជាមនុស្សស្លូតត្រង់ទេហើយគេចូលគុកនឹងក៏ដោយសារតែការមូលបង្កាច់ប៉ុណ្ណោះចុងក្រោយ Terry ក៏ត្រូវបាត់បង់សាច់ញាតិម្នាក់ដែលជាប្អូនប្រុសចំនួន1របស់គេនឹងឯងបន្ទាប់ពីហ្នឹង Terry ក៏បានឡើងឡានជាមួយនឹង Summer ដើម្បីចាក់ចេញពីទីក្រុងមួយនេះហើយក៏មានឡានប៉ូលីសខ្លំមើលពួកគេពីក្រោយផងដែរ Summer ក៏បាននិយាយរំលែកទុក្ខដល់ Terry ហើយ Terry ក៏បាននិយាយថាគេមិនអាចធ្វើអ្វីបានទេមានតែទទួលយកការពិតមួយនេះតែប៉ុណ្ណោះ Terry និង Summer ក៏ចែកផ្លូវគ្នារៀងខ្លួនរឿងរ៉ាវមិនតាន់ចប់ស្រួលបួននោះទេ Summer នៅពេលដែលនាងភ្ញាក់ឡើងនាងក៏បានដឹងថាគឺមានគេលបចាក់ថ្នាំញៀនចូលក្នុងខ្លួនរបស់នាងហើយនាងក៏ប្រញាប់ខលទៅកាន់ Terry ឲ្យមកជួយនាងផង Terry ក៏ប្រញាប់មកមើល Summer លុះដល់ព្រឹកឡើង Terry ក៏ចង់នាំ Summer ទៅពេទ្យតែក៏ត្រូវនាងបដិសេធដោយសារតែនាងគឺកំពុងតែស្ថិតនៅក្នុងការតាមដាន Summer ក៏បាននិយាយពីរឿងរ៉ាវរបស់នាងប្រាប់ទៅកាន់ Terry ថាកាលពីមុននាងធ្លាប់ជាអ្នកប្រើប្រាស់ថ្នាំញៀនម្នាក់ហើយនាងក៏មានគ្រួសារនិងមានកូនម្នាក់ផងដែរនាងបានលែងលះជាមួយនឹងប្តីរបស់នាងហើយកូនរបស់នាងគឺនៅជាមួយនឹងអតីតស្វាមីរបស់នាងបើសិនជាគេរកឃើញថានៅមានសារធាតុញៀននៅក្នុងខ្លួនរបស់នាងបែបនេះនាងគឺមិនមានសិទ្ធិជួបជាមួយនឹងកូនរបស់នាងនោះទេ Terry លឺអញ្ចឹងហើយក៏ចង់ជួយទៅកាន់ Summer មែនទែនប៉ុន្តែ Summer ក៏បាននិយាយអរគុណទៅកាន់ Terry បើទោះបីជាគេដឹងថា Terry មិនអាចជួយអ្វីគេបាននៅពេលនេះក៏ពិតមែនថ្ងៃបន្ទាប់ Summer ក៏ទៅធ្វើការជាធម្មតាប៉ុន្តែស្រាប់តែភ្លាមៗហ្នឹងមេរបស់នាងក៏បានឲ្យបុគ្គលិកគ្រប់គ្នាហ្នឹងពិនិត្យទឹកនោមដើម្បីរកសារធាតុញៀន Summer នាងខំនិយាយអង្វរនិងបញ្យល់ទៅកាន់មេរបស់នាងណាស់ប៉ុន្តែគាត់មិនបានស្ដាប់ការបញ្យល់របស់នាងនោះទេហើយនាងក៏ត្រូវបានរកឃើញថាមានផ្ទុកសារធាតុញៀននិងមិនអាចជួបមុខកូនបាននោះទេនៅខាង Terry ឯនេះវិញពេលនេះគេក៏បើកឡានដើម្បីចាក់ចេញពីក្រុងក្រោយពីបានជួយសង្គ្រោះ Summer ហើយប៉ុន្តែប៉ូលីស Steve ក៏បានកាក់ឡានគេហើយនិយាយឌឺដងថាមេរបស់យើងឲ្យអញទៅឆ្ងាយហើយមិនបានជាមកចូលក្នុងក្រុងនេះទៀត Terry ក៏ប្រាប់ថាគេមកជួយជីវិតមនុស្សម្នាក់តែប៉ុណ្ណោះប៉ុន្តែលោកប៉ូលីស Steve នឹងដូចជាគុំស្អប់ Terry ខ្លាំងណាស់ដោយគិតថានៅកន្លែងស្ងាត់គេក៏ចង់ធ្វើស៊ី Terry តែម្ដងប៉ុន្តែ Terry មិនមែនដំឡូងមូលឯណាពួកគេក៏បានប៉ះទង្គិចគ្នាមួយសន្ទុះដោយ Terry ក៏បើកឡានរត់គេចទាំងត្រដាប់ត្រដួសនិងមានរបួសផងដែរ Terry ក៏បានតាក់ទងទៅកាន់ Summer ហើយពួកគេក៏បានណាត់ជួបគ្នានៅអាហារដ្ឋានរបស់ Mr. Lou ពួកគេក៏បានចូលទៅបន្ទប់ក្រោមដីហើយ Mr. Lou ក៏ជួយលាងរបួសឲ្យទៅកាន់ Terry ផងដែរនៅទីនោះ Summer ក៏បានប្រាប់ទៅកាន់ Terry ផងដែរថាករណីរបស់ Terry គឺត្រូវបានលាក់ជាការសម្ងាត់ដោយពួកប៉ូលីសក្នុងតំបន់ដែលគ្រប់គ្រងដោយលោក Sandy ប្រសិនបើរឿងរ៉ាវទាំងអស់នេះដឹងដល់ថ្នាក់លើពួកប៉ូលីសខិលខូចក្នុងតំបន់ទាំងអស់នេះនឹងរកលុយក្រៅលែងបានហើយនឹងត្រូវបញ្ឈប់ពីការងារជាមិនខាន Terry ពេលនេះគេលែងមានអារម្មណ៍ខ្លាចតទៅទៀតហើយគេគិតថានឹងត្រូវសងសឹកទៅកាន់ពួកប៉ូលីសទាំងអស់នឹងវិញព្រោះការស្លាប់ប្អូនប្រុសជីដូនមួយរបស់គេក៏មានចំណែកពីពួកអស់នឹងដែរ Terry និង Summer ក៏បានប្រញាប់ទៅជួបនឹង Elliot ដែលជាថ្នាក់លើរបស់ Summer លោក Elliot ក៏បានណែនាំកុំឲ្យអ្នកទាំងពីរហ្នឹងប្រឆាំងជាមួយនឹងពួកប៉ូលីសទាំងអស់នឹងអីវាមិនបានប្រយោជន៍អីទេប៉ុន្តែ Summer ក៏បាននិយាយពីរឿងរ៉ាវរបស់នាងនិង Terry ហើយក៏សួរទៅកាន់លោក Elliot ថាប្រសិនបើរឿងទាំងអស់ហ្នឹងធ្លាក់ទៅលើលោកឬក៏គ្រួសាររបស់លោកតើលោកអាចធ្វើមិនដឹងមិនលឺបានអត់ Elliot គាត់ក៏រៀងអាណិតអ្នកទាំងពីរហើយគាត់ក៏បានឲ្យតម្រុយថាប្រសិនបើចង់បានផុសតាំងពុករលួយរបស់លោក Sandy គឺពួកគេអាចទៅជួបជាមួយនឹងព្រះរាជអាជ្ញាចំណាស់ម្នាក់បានលោកព្រះរាជអាជ្ញាម្នាក់នោះក៏បានបង្ហាញនូវក្តីអាណិតគាត់ក៏បានប្រាប់ថាបើសិនជាចង់បានផុសតាំងដើម្បីយកទៅឲ្យថ្នាក់លើចាត់ការពួកប៉ូលីសខិលខូចទាំងអស់នោះពួកគេត្រូវចូលទៅលួចវានៅក្នុងបន្ទប់ដាក់ឯកសារនៅខាងក្រោមដីនៅឯតុលាការមិនមកអង្គយូរឡើយទាំងពីរនាក់ក៏បានសហការគ្នាដើម្បីទៅស្វែងរកផុសតាំងទាំងនោះ
ប៉ុន្តែពួកប៉ូលីសទាំងអស់នោះក៏បានដុតភ្លើងចង់ដុតបំផ្លាញភស្តុតាងនិងសម្លាប់អ្នកទាំងពីរផងដែរជាសំណាងល្អដែលពួកគេមិនមានរបួសអីធ្ងន់ធ្ងរប៉ុន្តែភស្តុតាងជាឯកសារនិង flash drive មួយចំនួនក៏ត្រូវបានដុតបំផ្លាញតែយ៉ាងហោចណាស់ក៏ពួកគេយកបាន memory card មួយចំនួនដែលមានផ្ទុក footage ពីកាមេរ៉ាសុវត្ថិភាពដែលអាចជាភស្តុតាងមានប្រយោជន៍សម្រាប់ពួកគេផងដែរទាំងពីរអ្នកបំរុងនឹងរត់ចេញពីកន្លែងហ្នឹងទៅហើយស្រាប់តែ Summer ក៏នឹកឃើញចង់ទៅយកឯកសារលទ្ធផលតេស្តទឹកនំរបស់នាងហើយនាងក៏ទៅយកវាវិញតែម្នាក់ឯងហើយចុងក្រោយនាងក៏ត្រូវបានពួកប៉ូលីសទាំងអស់នោះចាប់បាន Terry ក៏បានជិះឡានបំបុកឡានប៉ូលីសម្នាក់ហើយក៏ចាប់ប៉ូលីសម្នាក់ហ្នឹងដើម្បីសួរចម្លើយពីទីតាំងដែលពួកគេចាប់យក Summer ទៅប៉ូលីសម្នាក់ហ្នឹងក៏បានរាយការណ៍បន្តទៅកាន់គ្នារបស់គេ Terry ក៏បានសុំសម្រួលដោយប្រសិនបើពួកគេព្រមដោះលែង Summer គេនឹងព្រមប្រគល់នៅ SD card ដែលគេយកបានហ្នឹងឲ្យទៅខាងប៉ូលីសវិញហើយពួកគេក៏ណាត់ជួបគ្នានៅកន្លែងមួយដែលមានឈ្មោះថា Rebel Ridge នៅថ្ងៃបន្ទាប់ក្រុមប៉ូលីសក៏បានមកចាំ Terry មុនដោយមានវត្តមានរបស់ Summer នៅក្នុងឡានផងដែរពេលនោះយើងក៏បានឃើញមានឡានប៉ូលីសមួយចតនៅលើស្ពានដែលប្រហែលជា Terry នៅក្នុងនឹងហើយ Terry ក៏បានខលមកកាន់លោក Sandy ហើយនិយាយថាគេមិនដែលសម្លាប់មនុស្សនោះទេតាំងពីធ្វើទាហានមកប៉ុន្តែលើកនេះគេនឹងមិនស្ទាក់ស្ទើរក្នុងការសម្លាប់មនុស្សនោះទេហើយគេក៏ប្រាប់ឲ្យលោក Sandy នឹងប្រយ័ត្នខ្លួនផងនៅក្នុងឡានប៉ូលីសដែលចតចោលនឹងតាមពិតទៅគឺជាប៉ូលីសម្នាក់ដែល Terry ចាប់សួរចម្លើយការពីយប់មិញសោះហើយ Terry អានេះវិញគឺគេបានបើកឡានបំបុកចូលក្នុងប៉ុស្តិ៍ប៉ូលីសតែម្ដងហើយគេក៏បានចូលទៅបាញ់លោក Sandy ប៉ុន្មានគ្រាប់ផងដែរពេលនោះ Jessica ក៏ចេញមកភ្ជង់ឲ្យ Terry នឹងទម្លាក់អាវុធចុះប៉ុន្តែនាងក៏ត្រូវបាន Terry ដកយកអាវុធពីដៃបានយ៉ាងងាយ Terry ក៏និយាយបញ្ចុះបញ្ចូលឲ្យ Jessica ជួយដល់ Summer ផងហើយគេក៏ប្រគល់ SD card ឲ្យទៅកាន់ Jessica ផងដែរ Terry ក៏បាននិយាយគំរាមទៅកាន់លោក Sandy ថាបើមិនដោះលែង Summer ទេគេនឹងដុតប៉ុស្តិ៍ប៉ូលីសរបស់គាត់ចោលជាមិនខានហើយគេក៏បានយកអាវុធដែលមាននៅក្នុងហ្នឹងត្រៀមតទល់ជាមួយនឹងកូនចៅរបស់លោក Sandy នៅខាងក្រៅផងដែរ Jessica នាងគឺនៅតែកាន់ជើងខាងប៉ូលីសនាងបានព្យួរកំភ្លើងឲ្យ Terry ចេញទៅប្រគល់ខ្លួនហើយប៉ូលីស Steve ក៏បានជន់កុំទិញ SD card ចោល Summer វិញនាងក៏ត្រូវបានពួកប៉ូលីសអស់ហ្នឹងចាក់បញ្ចូលថ្នាំញៀនជាច្រើនដូសចូលក្នុងខ្លួនដែលមើលទៅស្ថានភាពរបស់នាងកំពុងតែមិនស្រួលខ្លាំងហើយពេលហ្នឹងប៉ូលីស Steve ក៏ចង់បាញ់សម្លាប់ Terry ចោលប៉ុន្តែស្រាប់តែមានប៉ូលីសម្នាក់ដែលមានឈ្មោះថា Maston ក៏បានឈរនៅខាង Terry ដោយគាត់បានព្យួរទៅកាន់ប៉ូលីស Steve វិញលោក Sandy ក៏បានបាញ់ជើងរបស់ប៉ូលីស Maston ហើយ Terry ក៏បានជួយ Maston ឲ្យគេចចេញពីក្រកំភ្លើងដែលកំពុងតែបាញ់សម្ដៅមកកាន់ពួកគេ Maston ក៏បានប្រាប់ Terry ឲ្យបើកកាមេរ៉ាសុវត្ថិភាពក្នុងឡានចោលទៅដើម្បីយកវាធ្វើជាភស្តុតាងចាប់ពួកប៉ូលីសខិលខូចទាំងអស់នេះហើយ Terry ក៏បានបើកការប្រយុទ្ធជាមួយនឹងក្រុមប៉ូលីសនិងបានជួយសង្គ្រោះ Maston ជាមួយនឹង Summer ដើម្បីទៅកាន់មន្ទីរពេទ្យលោក Sandy ក៏បានបើកឡានដេញតាមឡានរបស់ Terry ដែលកំពុងតែបែកកង់ផងដែរប៉ុន្តែចុងក្រោយ Jessica ក៏មកចូលរួមជាមួយនឹង Terry វិញដោយនាងក៏បានបើកឡានបំបុកឡានរបស់លោក Sandy ឲ្យធ្លាក់ផ្លូវនិងជួយបើកជាក្បួនការពារឡានរបស់ Terry រហូតដល់មន្ទីរពេទ្យ Summer ក៏ត្រូវបានជួយសង្គ្រោះតាន់ពេលហើយ Terry ក៏ដកភស្តុតាងដែលថតបាននៅក្នុងកាមេរ៉ាសុវត្ថិភាពក្នុងឡានយកទៅឲ្យថ្នាក់លើដើម្បីចាត់ការទៅកាន់ពួកប៉ូលីសទុច្ចរិតដូចជាលោក Sandy នឹងឯងហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រង់ចំណុចនឹងផងដែរសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ